ទូរស័ព្ទមួយនេះជាប់សំឡេងបងប្អូនណាខ្លះដែលមានបញ្ហាទូរស័ព្ទសុកវាជាប់ជាមួយនឹងសលេង voice over បែបនេះអញ្ចឹងយើងមកដឹងពីរបៀបដោះវាទាំងអស់គ្នាសួស្តីបងប្អូនទាំងអស់គ្នាហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូខ្ញុំយកមកបង្ហាញនេះគឺ iPhone 11 Plus អញ្ចឹងវាជាប់គឺនិយាយតែម្ដងយើងចុចអីវានិយាយអញ្ចឹងណាដោយបងប្អូនបានឮសលេងស៊ីនរបស់វាអញ្ចឹងយើងត្រូវការ scroll ចុចស្កត់ម្រាមដៃ3អូសវាទៅវាដំណើរការណាដោយបងប្អូនបានឃើញនៅក្នុងវីដេអូអញ្ចឹងគឺយើងប្រើម្រាម3ដើម្បីធ្វើការអូសវាអញ្ចឹងដើម្បីអាចបិទវាបានបងប្អូនអូសមករកពាក្យថា setting មកអញ្ចឹងបងប្អូនចុច2ដងទៅលើ setting ហ្នឹងណាអូខេឥឡូវនេះខ្ញុំចុចចេញវិញបងប្អូនចុចលើវាមកហើយចុចវា2ដងគឺវាចូលក្នុងកម្មវិធីនឹងតែម្ដងអញ្ចឹងនៅពេលដែលចូលមកកាន់ setting ហើយបងប្អូនធ្វើការ search មកលឿនជាងបាទចុចកន្លែង search នឹង2ដងដូចគ្នាតមកវាយពាក្យអក្សរ V ចុច2ដងដូចបងប្អូនឃើញអញ្ចឹងខ្ញុំចុច2ដង O បងប្អូននឹងឃើញនៅលើទូរស័ព្ទហ្នឹង voice over អញ្ចឹងបងប្អូនចុចទៅលើ voice control voice over ហ្នឹងមកអញ្ចឹងយើងចុចទៅលើវាគឺយើងចុច2ដងទៀតមកអូខេអញ្ចឹងវានឹងមកដល់ត្រង់នេះហើយបងប្អូនអញ្ចឹងបងប្អូនឃើញវាបើកបៃតងនេះហ៎អញ្ចឹងយើងធ្វើការបិទវាមកអូខេអញ្ចឹងគឺរួចរាល់ហើយទូរស័ព្ទរបស់យើងគឺឈប់និយាយហើយយើងអាចធ្វើការអូសទៅបានធម្មតាទាំងអស់ណាអញ្ចឹងសម្រាប់បងប្អូនដែលសុកទូរស័ព្ទវាលោតជាប់អាហ្នឹងអីចឹងបងប្អូនអាចដោះតាមវិធីនេះបានអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេយើងជួបគ្នានៅវីដេអូក្រោយទៀត